ស្ដីបងប្អូនថ្ងៃនេះជួបខ្ញុំម្ដងទៀតនៅ Facebook ថ្មីរបស់ខ្ញុំដោយសារ Facebook ចាស់របស់ខ្ញុំដែលឈ្មោះធឿនគឹមឡាយហ្នឹងហើយនឹង page លេងកំព្រៃវែងខូចបាត់បងប្អូន Facebook ធ្វើស៊ីបាត់ហើយដឹងថាយកវិញបានអត់ឬក៏ថ្ងៃណាបានវិញទេ Facebook ហ្នឹងនេះអាចលេងរបស់ខ្ញុំជាខ្ញុំបង្ហោះនៅក្នុង Facebook ថ្មីរបស់ខ្ញុំនេះបងប្អូនជួយ like ជួយ share ផងជាពិសេសបងប្អូនដែលគាត់ធ្លាប់តាមដានវីដេអូខ្ញុំនៅ page ចាស់ page ជាទូទៅគឺខ្ញុំបង្ហោះពីបច្ចេកទេសនៃការចាំចលេនការផលិតជីកប៉ុសអាចលេនណាបងប្អូនចាំបងប្អូនជួយ like page ថ្មីខ្ញុំនេះផងថ្ងៃនេះខ្ញុំមកឆែកមើលជីកប៉ុសអាចលេនបងប្អូនអាចលេនហើយសម្រាប់បងគាត់កំងគឺខ្ញុំចង់ផ្ញើអរគុណបងប្រុសដែលគាត់កំងជីកប៉ុសអាចលេនខ្ញុំយកទៅប្រើប្រាស់លើដំណាំគាត់នៅខាងខេត្តកោះកុងគាត់ឲ្យផ្ញើឲ្យខ្ញុំផ្ញើទៅត្រឹមពេញហើយគាត់ដាក់តទៅខេត្តកោះកុងគាត់មកខ្ញុំយល់ឲ្យសម្រាប់ពុកម៉ែបងប្អូនដែលគាត់ចង់សាកជីកប៉ុសអាចលេនបងប្អូនអាចកំងខាងខ្ញុំបានខាងខ្ញុំអាចផ្ញើបាននៅខេត្តក្រុងបងប្អូននៅភ្នំពេញខ្ញុំដាក់តាមតាក់ស៊ីជូនដល់មកផ្ទះហើយនឹងបងប្អូននៅតាមខេត្តខ្ញុំដាក់តាមប្រព័ន្ធខាងមួយបាវគឺខ្ញុំផ្ញើជូនពីរបាវខ្ញុំផ្ញើជូនបងប្អូនមួយបាវជាបងប្អូនមួយបាវខ្ញុំដាក់50គីឡូបងប្អូនហ្នឹងហើយសម្រាប់ពុកម៉ែបងប្អូនដែលគាត់មានចំគោចំអីហើយបងប្អូនចង់រៀនផលិតជីកប៉ុសដែលខ្លួនឯងជីកប៉ុសរៀនខ្លួនឯងបងប្អូនអាចសាកសួរខ្ញុំបានដែរបងប្អូនសាកសួរខ្ញុំមកខ្ញុំប្រឹក្សាបច្ចេកទេសជូនសម្រាប់បងប្អូនពុកម៉ែដែលគាត់មានចំគោណាហើយគាត់ចង់ផលិតជីកប៉ុសអាចលេនអីសម្រាប់ប្រើប្រាស់លើដំណាំខ្លួនឯងបងប្អូនអាចសាកសួរខ្ញុំបានខាងខ្ញុំមានលក់ពូជហើយនឹងប្រឹក្សាបច្ចេកទេសក្នុងការចំចលេននិងការផលិតជីកប៉ុសអាចលេនអរគុណច្រើនបងប្អូន